វាសួរបងប្អូនអរគ្នាសំណាងបងប្អូនមកមើលដើមថ្នោតភ្លួបងប្អូនឃើញសំណាងថតអត់នៅភូមិកញ្ចំគឺដើមថ្នោតភ្លួបងប្អូនដើមថ្នោតភ្លួដើម1ភ្លុ3បងប្អូនអរគ្នាដើមថ្នោតគឺមានសម្រាប់សំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាបងប្អូនដើមថ្នោតភ្លុគ្មានមួយពីរនៅលើលោកនិយាយទៅដើមថ្នោតភ្លុគឺមានតែមួយគឺក្នុងពិភពលោកគឺនៅភូមិកញ្ចំឃុំកញ្ចំស្រុកពីរានខេត្តព្រៃវែងអញ្ចឹងបងប្អូនកុំភ្លេចមកទស្សនានៅភូមិយើងណាបងប្អូនអ្នកគ្នាអ្នកភូមិកញ្ចំពិតជាស្គាល់ហើយដើមភ្លួដើមថ្នោត3បាននៅក្នុងប្រទេសកម្ពុជាតែបងប្អូនដើមថ្នោតនៅក្នុងប្រទេសកម្ពុជាមានតែមួយឯដើមថ្នោតភ្លុ3នៅភូមិកញ្ចំឃុំកញ្ចំស្រុកពីរានខេត្តព្រៃវែងអញ្ចឹងដើមថ្នោតមានទៅដល់ប្រាសាទអង្គរវត្តនៅប្រទេសកម្ពុជាបងប្អូននិយាយទៅដើមថ្នោតគឺសម្រាប់សំខាន់មែនគឺជាអត្តសញ្ញាណខ្មែរអញ្ចឹងបងប្អូនដឹងហើយបងប្អូនអាចមើលប្រវត្តិដើមថ្នោតខ្មែរគេយកទៅធ្វើអ្វីខ្លះតែបងប្អូនអ្នកសិក្សាយើងចូលខមមិននៅក្នុងវីដេអូហ្នឹងម្នាក់មួយផងតែហើយសំណាងគឺថនមកបង្ហាញឲ្យបងប្អូនឃើញនឹងថាដើមថ្នោតគឺមានសម្រាប់សំខាន់ណាស់នៅប្រទេសយើងបងប្អូនអាចយកទៅធ្វើស្ករត្នោតធ្វើផ្ទះធ្វើអដុតនិយាយទៅច្រើនណាបងប្អូនយើងបងប្អូនអាចយកស្ករត្នោតមកធ្វើកាហ្វេរបស់យើងក៏បានដែរគឺផ្អែមឆ្ងាញ់បងវាច្រើនគឺយកដើមស្ករត្នោតបងប្អូនខ្ញុំកុំភ្លេចយកស្ករត្នោតទៅធ្វើកាហ្វេទាំងអស់គ្នាបងប្អូនកាហ្វេដែលយើងលក់រាល់ថ្ងៃធ្វើឲ្យមានទីផ្សារនៅក្នុងបងប្អូនមានឃើញតែកម្ពុជាដែលនាំចេញទៅដល់បរទេសហ្នឹងបងប្អូនយើងស្ករត្នោតគឺមានសម្រាប់សំខាន់ណាស់នៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងបងប្អូនអាចយកស្ករត្នោតហ្នឹងទៅធ្វើកាហ្វេស្ករកន្លែងអត់បងប្អូនធ្វើនំត្នោតអីហ្នឹងបងប្អូនមើលគឺថាឆ្ងាញ់ជាប់លេខ1ហើយនំត្នោតគឺជាប់លេខ1នៅប្រាសាទអង្គរវត្តថ្នោតច្រើនណាស់បងប្អូនដើមថ្នោតនេះដឹងហើយក៏គេតែអាចឯងដើមមួយតែបែកមកជា3ដល់ពិភពលោកផងដែរកុំភ្លេចជួយ like share វីដេអូខ្ញុំម្នាក់មួយផាំងណាស់ហើយកុំភ្លេចជួយ subscribe channel ខ្ញុំឈ្មោះប្រសំណាងមិនថាសំណាង media ប្រសំណាងនិយាយទៅមាន5 channel បងប្អូនអរគ្នាកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយដែលមានរូបសំណាងគឺបោះសំណាងហើយគ្មានអ្នកណាមិនអាចយករូបខ្ញុំទៅផុសបានទេបើគ្មានសិតណាតែបងប្អូនកុំភ្លេចជួយ subscribe channel ខ្ញុំម្នាក់មួយដើម្បីទៅបានវីដេអូហើយសំណាងគឺបង្ហាញដើមថ្នោតទៅដល់ពិភពលោកគឺដើមថ្នោតភ្លុ3បងប្អូនគឺថាស្អាតមែនតើដើម្បីខ្ញុំបង្ហោះយកដោយសារប្រទេសយើងមានទាំងគ្រឿងកម្ពុជាជាមួយនឹងថៃបងប្អូនអរគ្នាអញ្ចឹងខ្ញុំមិនអាចប្រហោះបានទេដោយសារឥឡូវប្រទេសយើងចាប់តែគឺខ្ញុំផលិតមាតិកាថ្មីសម្រាប់បងប្អូនទស្សនាស្រុកនិងក្រៅប្រទេសឲ្យតាមដានជក់ចិត្តជក់អារម្មណ៍ឲ្យបងប្អូនកុំភ្លេចវីដេអូបំពេញសង្គមហើយវីដេអូត្រូវមានគុណភាពសិលធម៌សុជីវធម៌អ្នកបង្កើតមាតិកាជ្រាបជាទីដំណឹងកុំឲ្យបរទេសថាយើងហ្នឹងកុំឲ្យគេមើលងាយដល់ប្រទេសយើងបងប្អូនអរគ្នាឥឡូវប្រទេសថៃវាជន់យើងអន់ជាងវាឥឡូវប្រទេសយើងត្រូវតែខ្លាំងយើងរួបរวมគ្នាបាទបងប្អូនយើងរួបគ្នាប្រទេសយើងខ្លាំងហើយបើយើងអាចចេះអសរអីទៀតគឺយើងខ្លាំងតែម្ដងអ្នកទាំងអស់គ្នាចឹងវីដេអូខ្ញុំដល់ទីបញ្ចប់ហើយជំរាបលាពុកម៉ែបងប្អូនអរគ្នា